ស្ត្រីនោះបានហែកកន្ទប់កូនតូចរបស់គាត់ហើយបោះវាចូលទៅក្នុងសមុទ្រដោយមិនគ្មានអៀនដោយមិនបានគិតថាក្លិនរបស់វានឹងទាក់ទាញត្រីតូចៗនោះទេនៅពេលនោះនាងបានឃើញការរស្មីនៃក្តីសង្ឃឹមដោយប្រើកាំបិតនាងបានព្យាយាមធ្វើឧបករណ៍ចាប់ត្រីប៉ុន្តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏នាងមិនអាចចាប់ត្រីបានសូម្បីតែមួយក្បាលដោយអស់កម្លាំងនឹងឃ្លាននាងបានដួលទៅលើឥដ្ឋកុងតឺន័រនាងហៀបនឹងបោះបង់ចោលស្រាប់តែយន្តហោះមួយបានហោះពីលើក្តីសង្ឃឹមរបស់នាងបានរស់ឡើងវិញហើយនាងបានរត់ត្រឡប់ទៅក្នុងកុងតឺន័រវិញយ៉ាងរហ័សចាប់កញ្ចក់អ្នកខូចមួយហើយឡើងទៅលើកំពូលដែលព្យាយាមឆ្លក់បញ្ចាំងពន្លឺព្រះអាទិត្យដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកបើកយន្តហោះប៉ុន្តែយន្តហោះបានហក់ទៅឆ្ងាយបន្ទាប់មកភ្នែករបស់នាងបានធ្លាក់ទៅលើខ្សែកាសបាត់ទៅជាមួយគូដែលជាប់គ្នាហើយគំនិតមួយបានលេចចេញមកនាងបានប្រើខ្សែទាំងនោះដើម្បីធ្វើសំណាញ់នេសាទនៅព្រឹកបន្ទាប់នាងបានទម្លាក់សំណាញ់ចូលទៅក្នុងសមុទ្រដោយដាក់កន្ទប់កូនតូចរបស់នាងនៅខាងក្នុងដោយសារតែក្លិនខ្លាំងរបស់វាត្រីជាច្រើនបានប្រញាប់ប្រញាល់ទៅរកវានាងបានទាញសំណាញ់នៅពេលត្រឹមត្រូវហើយជាលើកដំបូងក្នុងរយៈពេលប៉ុន្មានថ្ងៃនាងទទួលបានអាហារពេញលេញនោះបាននាំមកនៅទំនុកចិត្តរបស់នាងវិញហើយការគំរាមកំហែងនៃភាពអត់ឃ្លានត្រូវបានរុញច្រានចេញនៅទីបំផុតចាប់ពីពេលនោះមកនាងបានចាប់ផ្ដើមវាស់កម្រិតទឹកសមុទ្រជារៀងរាល់ថ្ងៃហើយបន្តបូមទឹកចេញពីធុងដរាបណាទឹកមិនឡើងហួសកម្រិតជាក់លាក់ណាមួយនាងដឹងថានាងមានសុវត្ថិភាពឥឡូវនេះការរស់រានមានជីវិតមិនមែនជាគោលដៅតែមួយគត់របស់នាងទេនាងចង់បានការជួយសង្គ្រោះនាងបានសរសេរពាក្យថា SOS នៅលើក្រដាសបិទវានៅក្នុងដបផ្លាស្ទិកហើយដាក់វាម្ដងមួយដោយសង្ឃឹមថានឹងមាននរណាម្នាក់រកឃើញវានៅទីបំផុតបន្តិចម្ដងកម្រិតទឹកបានធ្លាក់ចុះហើយអ្វីៗចាប់ផ្ដើមប្រសើរឡើងប៉ុន្តែនៅយប់មួយសំឡេងខ្លាំងមួយបានធ្វើឲ្យនាងភ្ញាក់ផ្អើលនាងបានចេញទៅខាងក្រៅហើយឃើញថាវាមកពីផុងអណ្ដែតទឹកភ្លាមនោះទូរស័ព្ទដៃរបស់នាងបានបើកហើយការហៅទូរស័ព្ទពីចេកបានលេចចេញមកនាងបានដោះសារវាហើយអានសារចុងក្រោយរបស់ស្វាមីនាងវានិយាយថាចេកត្រូវបានចាប់គុំពេលកំពុងឆ្លងកាត់ព្រំដែនហើយក្នុងអំឡុងពេលប៉ុនប៉ងរត់គេចខ្លួនរបស់គាត់ត្រូវបានបាញ់សម្លាប់មុនពេលស្លាប់គាត់បានផ្ញើលាចុងក្រោយទៅកាន់លូណាឮបែបនេះលូណាមានអារម្មណ៍ខ្ទេចខ្ទីនៅខាងក្នុងប៉ុន្តែដើម្បីជាប្រយោជន៍ដល់ទីរកពើនឹងកែរបស់នាងបានបដិសេធមិនព្រមចុះចាញ់នៅថ្ងៃទី26ទឹកបានឡើងខ្ពស់ខ្លាំងរហូតដល់កន្លែងដេករបស់ពួកគេលិចទឹកទាំងស្រុងឥឡូវនេះសម្ពាធខ្លាំងមែនទែនរហូតដល់ការយកទឹកចេញពីធុងលែងអាចធ្វើទៅបានទៀតហើយជំរឿនតែមួយរបស់ពួកគេគឺត្រូវនៅលើធុងនោះប៉ុន្តែសូម្បីតែសម្ពាធនោះក៏មិនមានរយៈពេលយូរដែរពីព្រោះយឺតធុងទាំងមូលហៀបនឹង